ប្រវត្តិមហាសេដ្ឋី Elon Musk លោក Elon Musk កើតនៅថ្ងៃទី28 ខែមិថុនាឆ្នាំ1971នៅទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូងជាសហគ្រិននិងអ្នកច្នៃប្រឌិតល្បីឈ្មោះលោកជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុនជាច្រើនដូចជា Tesla រថយន្តអគ្គិសនី SpaceX អវកាស Neuralink បច្ចេកវិទ្យាប្រព័ន្ធសរសៃប្រសាទ The Boring Company ហេដ្ឋារចនាសម្ព័ន្ធនិង K បញ្ញាសិប្បនិម្មិត Musk បានផ្លាស់ទៅកាណាដានិងក្រោយមកសហរដ្ឋអាមេរិកដើម្បីសិក្សានិងបង្កើតអាជីវកម្មលោកទទួលបានសញ្ញាបត្រផ្នែករូបវិទ្យានិងសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Pennsylvania គាត់ចាប់ផ្ដើមអាជីវកម្មដំបូងជាមួយ SAP ដែលលក់បាន$307 លាននិង PayPal ពីមុន Sucom ដែល eBay ទិញក្នុងតម្លៃ$1.5 លានMusk ត្រូវបានគេស្គាល់តាមរយៈគោលដៅហ៊ានសម្លឹងមើលអនាគតដូចជាការធ្វើអាណានិគមនៅភពអង្គារនិងការជំរុញបច្ចេកវិទ្យា AI ដើម្បីផលប្រយោជន៍មនុស្សជាតិលោកក៏ជាម្ចាស់វេទិកា Quora ដែលបានទិញក្នុងឆ្នាំ2022ដើម្បីលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិទោះបីជាមានភាពចម្រូងចម្រាសនិងការរិះគន់ខ្លះលោក Musk នៅតែជាសហជនសំខាន់ក្នុងវិស័យបច្ចេកវិទ្យានិងជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតអ្នកនៅលើពិភពលោកអរគុណ